Bạn phải số này có tiếngថ្ងៃនេះផងដែរគឺយើងធ្វើការវិភាគតួអង្គយ៉ាងនេះទីមួយគឺយើងមាន Spider-Man Peter Parker មកពីចក្រវាល MCU តែគ្នាជាមួយនឹង Captain America មកពីចក្រវាល MCU ដូចគ្នាប៉ុន្តែ Captain នេះគឺយើងយកក្នុងទម្រង់គាត់កាន់ shield ទេអ្នកនរគ្នាគឺខ្ញុំសូមអត់យកនៅក្នុងទម្រង់ដែលខ្លាំងរបស់គាត់កាន់ Mjolnir ទេណាតើចុះបើសិនជាពួកគេច្បាស់គ្នាតើនរណាជាអ្នកឈ្នះបើសិនជាអ្នកនរគ្នាចង់ដឹងខ្ញុំនឹងបកស្រាយជូនបាទអ្នកនរគ្នាឥឡូវគឺយើងនិយាយពី Captain America មុនចំពោះ Cap គឺខ្ញុំសូមអត់និយាយពីវគ្គក្នុង Endgame ណាព្រោះថាក្នុងទម្រង់ក្នុង Endgame គឺគាត់ខ្លាំងពេកអ្នកនរគ្នាអញ្ចឹងគឺខ្ញុំនិយាយនេះបើត្រឹមគាត់មានត្រឹម shield ទេអ្នកនរគ្នាណាចំពោះ Captain America នេះនៅក្នុងរឿងគឺបានបង្ហាញនៅស្នាដៃកម្លាំង2ដែលខ្លាំងណាទីមួយគឺគាត់អាចទាញនៅ helicopter ដែលជាធម្មតាកញ្ចក់ហ្នឹងហើយមួយវិញទៀតគឺគាត់អាចទុកបាននៅកម្លាំងរបស់ Thanos បានមួយផ្លែតអ្នកនរគ្នាមើលនៅក្នុងវគ្គ Infinity War គឺ Thanos គាត់យកដៃហ្នឹងចង់មកសកត់ Cap តែ Cap គាត់ទុកបានមួយផ្លែតមុននឹង Thanos ម៉ាត់គាត់ឲ្យដួលហើយអ្វីដែលយើងភ្លេចបានគឺគាត់អាចទុកបាននៅកម្លាំងដៃរបស់បាគីអ្នកនរគ្នាមើលទៅគឺគាត់មានភាពលំបាកខ្លាំងមែនទែនព្រោះការទុកមួយកម្លាំងរបស់បាគីបាទទាំងនេះគឺជាការលើកមកត្រួសពីកម្លាំងរបស់ Cap អ្នកនរគ្នាចុះយើងនិយាយពីកម្លាំង Spider-Man វិញតើគាត់ខ្លាំងកម្រិតណាតោះបាទអ្នកនរគ្នាឥឡូវគឺយើងនិយាយពីកម្លាំងរបស់ Spider-Man របស់ Tom Holland វិញក្នុង MCU ចំពោះកម្លាំងរបស់ Spider-Man ខ្លាំងមែនទែនអ្នកនរគ្នាគឺគាត់អាចទុកបាននៅការធ្លាក់នៃទូកុងតឺន័រមកលើគាត់នៅក្នុងវគ្គ Civil War ហ្នឹងហើយមួយទៀតគឺគាត់អាចមានកម្លាំងគ្រប់គ្រាន់ក្នុងការទុកនៅនាវានៅបណ្ដាសមុទ្រហ្នឹងពេលវាហើយចេញពីគ្នាគឺគាត់អាចទុកបានមួយផ្លែតអ្នកនរគ្នានៅក្នុងហ្នឹងតម្រាំតែ Tony Stark គាត់ថមមកជួយតណាហើយអ្វីដែលយើងមិនអាចបំភ្លេចបាននោះគឺគាត់អាចទុកបាននៅកម្លាំងរបស់ Carl Obsidian អ្នកនរគ្នាអាតែ Carl Obsidian នេះកម្លាំងក៏មិនធម្មតាដែរអ្នកនរគ្នាហើយអ្វីដែលយើងមិនអាចបំភ្លេចបាននោះគាត់អាចទុកបានមួយកម្លាំងតាមនោះផងដែរអ្នកនរគ្នានេះជាកម្លាំងរបស់ Spider-Man ណាដើម្បីកំណត់ថានរណាមានកម្លាំងខ្លាំងជាងគឺយើងកំណត់ទៅលើទឹកដៃរបស់បាគីអ្នកនរគ្នាចំពោះខែជាមួយបាគីអ្នកនរគ្នាមើលទៅគឺគាត់ព្យាយាមទុកជាមួយកម្លាំងដៃរបស់បាគីនឹងខ្លាំងមែនតើគឺគាត់មានភាពលំបាកខ្លាំងអ្នកនរគ្នាហើយចំណែក Spider-Man នេះគឺគាត់អត់មានភាពលំបាកអីទេគឺគាត់ទុកដោយប្រើដៃម្ខាងអ្នកនរគ្នានេះដល់បញ្ជាក់ថាកម្លាំងមិនធម្មតាទេ Spider-Man នេះចំពោះកម្លាំងគឺខ្ញុំសូមឲ្យទៅកាន់ Spider-Man អ្នកនរគ្នាបាទអ្នកនរគ្នាបើចំពោះភាពតាន់ខ្ញុំគិតថាបានទៅលើ Spider-Man អ្នកនរគ្នាគឺគាត់ល្អជាង Cap ដោយសារខ្ញុំយកអញ្ចឹងអ្នកនរគ្នាកុំយកច្រឡំគឺខ្ញុំប្រៀបធៀបហ្នឹងគឺខ្ញុំមិនលើកយក Cap នៅក្នុង Endgame ទេគឺ Cap នៅក្រោម Endgame ចាប់ពី Infinity War ចុះក្រោមមូលហេតុដែលថា Cap គាត់អត់ខ្លាំងដូច Spider-Man អ្នកនរគ្នាគឺថា Cap ត្រូវបាន Thanos វាឲ្យសន្លប់ទៅតាមដៃហើយអ្វីដែលសំខាន់គឺគាត់រងរបួសដោយសារបាក់គីវាយអ្នកនរគ្នាមើលទៅហើយដែលថាជាក់ស្ដែងនោះគឺភាពតាន់របស់គាត់បើសិនជានិយាយទៅកម្រិតគឺនៅចាញ់ Spider-Man ខ្លាំងអ្នកនរគ្នាហើយអ្វីដែលយើងបំភ្លេចបាននោះគឺ Spider-Man មាន face ស្នាដៃធំមែនតើអ្នកនរគ្នាទី1គាត់ត្រូវបានរថភ្លើងបុកអ្នកនរគ្នានេះហើយគាត់នៅតែអាចលើកមកធម្មតាហើយអ្វីដែលបំភ្លេចបាននោះគាត់បានចាប់ទាញនៅនាវាដែលបានប្រែបាយជា2នេះអ្នកនរគ្នាមើលទៅគឺមិនធម្មតាទេតម្រុំដល់ Tony Stark មកជួយគឺគាត់បានប្រើកម្លាំងអស់ពីខ្លួននេះក្នុងការទាញកម្លាំងរបស់វារហែកចេញជា2ហើយអ្វីដែលយើងអាចបំភ្លេចបាននោះគឺគាត់វាយជាមួយ Green Goblin អ្នកនរគ្នាដឹងទេថាGreen Goblin នេះមិនធម្មតាទេគឺវាយ Peter Parker ហ្នឹងទោះពីជញ្ជាំងមួយទៅជញ្ជាំងមួយគឺចាប់បោកយកហ្មងតែនៅតែ Peter ហ្នឹងគាត់អាចងើបមកវិញបាននេះសបញ្ជាក់ថាគាត់មិនធម្មតាទេភាពតាន់ចំពោះភាពតាន់ខ្ញុំឲ្យទៅកាន់ Spider-Man ព្រោះភាពតាន់របស់គាត់នេះគឺខ្លាំងជាង Captain America អ្នកទាំងអស់គ្នាបើសិនជាប្រៀបធៀបនៅកម្លាំងរាងកាយសុទ្ធណាបាទអ្នកទាំងអស់គ្នាបើយើងនិយាយពីភាពឆ្លាតខ្ញុំគិតថា Cap អ្នកទាំងអស់គ្នា Cap គឺគាត់ឆ្លាតនៅក្នុងការប្រយុទ្ធនិងការរៀបចំយុទ្ធសាស្ត្រផែនការអានេះចំពោះ Cap បើចំណែក Spider-Man ហ្នឹងគឺគាត់ឆ្លាតដែរអ្នកទាំងអស់គ្នាគឺគាត់ឆ្លាតផ្នែកខាងវិទ្យាសាស្ត្រអ្នកទាំងអស់គ្នានេះសម្រាប់ Spider-Man ណាហើយអ្វីដែលយើងភ្លេចបាននោះគឺគាត់មាន AI ឈ្មោះ Karen ណាអ្នកទាំងអស់គ្នាចំពោះ AI Karen នេះបើសិនជាប្រៀបទៅដូចជា AI Friday របស់ Tony Stark នៅក្នុង Mark 50 Mark 85ហ្នឹងអ្នកទាំងអស់គ្នាគឺ AI របស់ Karen របស់ Peter នេះគឺជួយវិភាគនៅរាល់យុទ្ធសាស្ត្ររបស់សត្រូវក្នុងការវាយប្រហារនេះជាភាពឆ្លាតចំពោះភាពឆ្លាតគឺខ្ញុំអត់ប្រកេស្មើគ្នាមួយកំយ៉ាងម្នាក់ដល់ Peter ឆ្លាតនៅក្នុងកម្រិត Battle IQ ចំណែក Captain America គឺឆ្លាតនៅក្នុងកម្រិត Battle IQ មានន័យថាឆ្លាតមួយឆ្លាតជាបែបវិទ្យាសាស្ត្រមួយទៀតឆ្លាតបែបជាអ្នកប្រយុទ្ធអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាបើសិនជាយើងនិយាយពីល្បឿនមួយក៏ភាពរហ័សមួយខ្ញុំគិតថា Spider-Man ហ្នឹងគឺល្អជាង Cap អ្នកទាំងអស់គ្នាព្រោះគាត់មាន Spider Sense មានទី6របស់គាត់ហ្នឹងហើយបើចំពោះក្បាច់គុណមួយក៏ការប្រយុទ្ធខ្ញុំគិតថាបានទៅលើ Cap ព្រោះថា Cap ស៊ីដាច់ហ្មងក្នុងការប្រយុទ្ធហ្នឹងព្រោះគាត់ជា Master ក្បាច់គុណហ្នឹងខ្ញុំមិននិយាយលេងណាក្បាច់គុណ Cap បើប្រៀបទៅនឹងស្មើនឹង Batman នៅក្នុង DCU ចំពោះក្បាច់គុណគាត់ចំពោះ Temple មួយទៀតគឺខ្ញុំសូមអត់និយាយទេគឺ Temple របស់ពួកគេម្យ៉ាងម្នាក់ទេមួយបាន Temple ពីពីមជ្ឈកម្មខំមួយទៀតបាន Temple ពី Serum Super Soldier ហ្នឹងហើយគឺខ្ញុំសូមអត់និយាយទេឥឡូវគឺយើងផ្អែកលើសមត្ថភាពរបស់ពួកគេវិញពេលខ្ញុំផ្អែកលើសមត្ថភាពហើយគឺយើងនឹងធ្វើការវិភាគចុងក្រោយមកថាតើនរណាឈ្នះ
bạn này có thể chụp smart thiếp nhưng có thể khai phá pattern Spiderman đấy đòi smart thiếp bảo con thì mới cứ con miền nó cầm lăng khăn này có thể tôi xin chỉ cầm lăng đấy và thiếp tao Spiderman cứ tranh Spiderman đấy hay smart thiếp một tiết cứ khai quạt ở rốt một ngày hot đấy này có thể hay quạt ai phải chụp bàn rọp máu đấy mình bay sầm rác hay là vậy là sầm khăn sầm quạt một tiết nó cứ quạt miền healing factor này có thể là lo khăn mình tén để tha quạt ai chữ chia pi được bút á lươn chứ mình thầm đa hay vậy là lệnh bàn nó cứ quạt phật ra mình che sờ bắn viên này có thể này chúng ta cho còn mùi đá bạn này có thể hay smart thiếp một tiết cứ quạt miền ở đầu giật xa là có thể cá kịch nó bị phê roi giật xa nó cá bị giật cho sờ cứ lươn có thể hay vậy là dân bóng play mình bán nó cứ quạt miền đầu bạch côn chấm ro còn miền hạt đầu boxing mùi cả tha bạch côn tam giờ vô thiên này có thể hay là dân play bán cứ quạt miền ở khai quay brand name muối này có thểได้chỉ khai muối đãคลั่งมันแต่ได้ตกบ้านเอาไว้ไว้ครบยังแต่การดอมอย่างเดียวบอสโตการบังทำโพลบีสำนักไอรอนแมนไอ้ไว้ได้ยังมือตกลงเรื่องนึกก่อนไอ้ตกบ้านเราการกลับไปบอสตันแล้ววะนี่ซอว่าเจ้าท่ามันทอมาได้ไหมเนี่ยเราเนี่ยตัวสมาร์ทเพียบนี่เบอร์นี่ยัยปีสมาร์ทเพียบอสไปแม่มันก็เนี่ยสายได้อย่างเราเนี่ยคือคลั่งยังแคบเพียบคือก่อนมีเรากำลังคลั่งเพียบทนคลั่งแล้วเบอร์นึงเพียบราวนหล่อยังแคบแทนอเมริกาไอ้ก่อนไอ้ตองเลยจริงๆบ้านแล้วได้ผ่าได้เจอบอกก่อนนั่งhay vậy là một thành ban nó cứ còn miền là nhiên bình thường thì mũi này đại cái hàng tha spider sen này là có này chui con nông ca đăng vì ca vì bà hàng có trời môn này nhận là có này hay vậy là khăn mẹ con mới chuyện nó cứ còn miền ai kêu khua đại Peter nó còn cái gì nào chia sẻ hay còn anh banh sẵn anh trên cái đại ban này có này đại pháo web shooter này chỉ là phép Peter tại bà xin gì dân cho màu đậm tâm kia tha pi này nó miền mùi nam miền mà phép khăn chiếc nhưng cái tha Spiderman này có nàyถ้าตามปอดแต่งในบ้านบางให้มันคือ Spiderman มีสมาร์ทเพียบหล่อยังแคบเนี่ยก็เนี่ยพวกสมาร์ทเพียบยังเอาแต่กันSpiderman จ้ะนะบ้านเนี่ยก็เนี่ยแล้วก็ยังซ่อนหมอแต่ดอยตั้งจะพูดเอาไว้แต่ยังประดับเรื่องสำคัญที่มุ้ยคือ Spiderman คือก็ชนะซึ่งแต่กรมสถานการณ์เนี่ยก็เนี่ยที่มุ้ย Spiderman ชนะแต่เลิกกำลังเพียบตันระเบือนไอ้จะมุ้ยในสมาร์ทเพียบเนี่ยก็เนี่ยนี่คือเอาไว้แต่ Spiderman ชนะอะไรทุ่มไอ้จะพูดแคปไทยอเมริกาคือก็เมียนเปรียบเลย Spiderman แต่ตรงทางก็เมียนยุทธศาสตร์ของการประยุทธ์hay vậy một tiết cứ conประโยชน์mình nghi học đối Spiderman tâyเนี่ยngọcเนี่ยสมบัติtrẻ hay vậy đại một tiết nó cứ kẹp con chặt bạch cônเนี่ยngọcเนี่ยchỉ master bạch côn đấy thôi chứ mà sân chiaประโยชน์kia không lẽ khăn mình tên tao là chia nhưng cái thằng Spiderman chia haiเนี่ยngọcเนี่ยcôเนี่ยngọcเนี่ยhai chị ai những lượt lúc nông về ở Civil War này ngọcเนี่ยvề ở Civil War kẹp ban vì Spiderman ở cái tiết mới cái tháp đối Spiderman ban là nghĩ mà tại này ngọcเนี่ยthầu cái tháp lúc nông về ở Civil War đấy cứ Spiderman cứ con mình ban bắt chạy nó cầm lăng khăn đây này ngọcเนี่ยคือก็เดี๋ยวกระดาษทำมันสไปร์สไปเดอร์แมนนะว่าสันจียังดักสไปร์สไปเดอร์แมนจะมวยหนึ่งสไปร์แคบอ่ะคือสไปเดอร์แมนชนะเนี่ยงอกเนี่ยว่าสันจีขนมแหลกคันถ้าแคบกว่าเมียนอยู่เนี่ยจ๊อกว่าสันจียังดีใจถ้าแคบเมียนอยู่เนี่ยvẫnคือแคบชนะสไปเดอร์แมนvẫn đòi ghêเนี่ยงอกเนี่ยโอ้ถ้าทุกใบจีสไปเดอร์แมนcòn miền nano thíchสู้ตัวบอลคนนี้ก็มันไอตกมาในมวยหนึ่งอยู่เนี่ยบอลแคบได้เนี่ยงอกเนี่ยไอ้ว่าสันจีแคบกว่าเมียนอยู่เนี่ยเต้ก่อนเมียนทำเชี่ยวว่าสันจีมาเปลี่ยนที่มวยหนึ่งสไปเดอร์แมนคือ Spiderman ชนะให้เนี่ยงอกเนี่ยต้องการประโยชน์แมนเต้นะประโยชน์โยสลาบรู้เนี่ยงอกเนี่ยคือ Spiderman ก่อนมันบังองกับล้างเต้คือก่อนไอ้เนี่ยไวแคบย้อยไอ้ตัวใบจะแคบก่อนเมียนเราบัดก้นเมียนเราเชียร์ไวแบบนี้ได้รางวัลกับร้อยใจเนี่ยงอกเนี่ยคือเพลงทาง Spiderman คือเมียนกับล้างคลั่งยังแคบช่วยคลั่งแมนเต้เนี่ยงอกเนี่ยจะพูดสเปซนาได้ยังจะให้ไอ้เนี่ย Spiderman ไวแคบก่อนแต่แคบสลับก็ยังไอ้มันดังได้ให้แนวมุ้ย Spiderman ก็ก่อนเมียนเพียบราคนยิงแคบได้เนี่ยงอกเนี่ยจะพูดใจจุดนี้นี่คือยังส่งเอาแต่การ Spiderman เนี่ยงอกเนี่ยโดยการชนะนั่นคือลำบากครั้งให้เด็กในถ้า Spiderman คือความเหมือนไอ้ถ้าเงยสโลของการวิ่งเหมือนแคปแต่ซาแต่แคปก็ความมีกำลังครั้งไอ้ที่mới còn che cho ta phải chốt còn những cái bạch côn phải chốt tới kia này nó kia tạiอย่างthôi nhá côวิ่งมัน Spiderman เนี่ยta còn để sao Spiderman cònមានnhiều nhiệt tình tiên thì của mũi để how Spider-Man ให้cònមានភាពរហ័សរហួនខ្លាំងដែលថាแคปไวងាយត្រូវហើយមួយទៀតគឺគាត់មានកម្លាំងខ្លាំងហើយភាពធន់ខ្លាំងអ្នកនរគ្នាអានេះគឺជាស្នាដៃដែលខ្ញុំយកតែប៉ុណ្្នឹងទេអ្នកនរគ្នាណាចំពោះใจជំនះបាននៅកាន់ Spiderman ហ្នឹងហើយអ្នកនរគ្នាជាចុងក្រោយគឺខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនក្នុងការចូលរួមទស្សនានៅវីដេអូរបស់ខ្ញុំបាទក្នុងពីដើមរហូតដល់ចប់បើសិនជាក្នុងវីដេអូមានខុសឆ្គងត្រង់កន្លែងណាសូមអ្នកទាំងអស់គ្នាអធិស្ឋានខន្តីអភ័យទោសហើយអ្នកទាំងអស់គ្នាខ្ញុំសូមបញ្ជាក់ម្ដងទៀតបើសិនជាក្នុងការនិយាយនេះគឺខ្ញុំខុសអីអ្នកទាំងអស់គ្នាគ្រាន់តែខមមិនស្ថាបនាមកបានហើយអ្នកទាំងអស់គ្នាបាច់ខមមិនឌឺដងខ្ញុំទេណាអ្នកបើសិនជាខ្ញុំសម្រាប់ខុសត្រង់ចំណុចណាចំណុចណាអ្នកទាំងអស់គ្នាគ្រាន់តែខមមិនប្រាប់ខ្ញុំទៅបានហើយគឺខ្ញុំចេះស្ថាបនាអ្នកទាំងអស់គ្នាហើយកុំមិនថាខ្ញុំអីអ្នកនរគ្នាថាយើងធ្វើវីដេអូនេះគឺខ្ញុំផ្ដោតលើសមត្ថភាពជាក់ស្ដែងនៅក្នុងរឿងទេអ្នកនរគ្នាហ្នឹងហើយជាចុងក្រោយសូមអរគុណអ្នកនរគ្នាសូមអរគុណសូមជម្រាបលាអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ